នឹងមានការប្រកួតសារជាថ្មីម្ដងទៀតគឺខាងស្ថាប័ន WCK បាទលោកនឹងស្នើការប្រកួតបន្តទៀត5ទឹកលោករៀបចំខ្សែក្រវ៉ាត់ទៀតអូសាតូកីឡាករបងកូនក្រហមអាមរីនភូថង Ladies and gentlemen បាទជំរាបសួរពុកម៉ែបងប្អូនដែលស្នេហាវិស័យបដាល់គុណខ្មែរបងប្អូនណាខ្លះបានទស្សនាការប្រកួតរវាងអាមរិនភូថងជាមួយនឹងអ៊ីវ៉ុនប៊ូតុនដោយផ្ទាល់យប់មិញបងប្អូនហើយបងប្អូនណាខ្លះដែលបានទស្សនាតាមរយៈការ live ហើយបងប្អូនណាខ្លះដែលមិនបានទស្សនាការប្រកួតរបស់ពួកគាត់បាទហើយបងប្អូនយល់យ៉ាងណាចំពោះការប្រកួតរបស់អាមរិនភូថងជាមួយនឹងអ៊ីវ៉ុនប៊ូតុនកាលពីយប់មិញបងប្អូនបាទសម្រាប់ខ្ញុំយល់ថារវាងអាមរិនភូថងជាមួយនឹងអ៊ីវ៉ុនប៊ូតុនគឺដូចការលើកឡើងរបស់ខ្ញុំមុនការប្រកួតរបស់ពួកគាត់មកដល់អញ្ចឹងបងប្អូនបាទខ្ញុំបាននិយាយហើយថាអ៊ីវ៉ុនប៊ូតុនជាមួយនឹងអាមរិនភូថងគឺចាល់ក្បាច់គ្នាបាទមានន័យថាខ្ពស់ប៉ះខ្ពស់បាទកម្ពស់គាត់គឺខ្ពស់ដូចគ្នាបាទហើយបច្ចេកទេសប្រកួតរបស់គាត់មានទាត់មានធាក់មានកែងមានជង្គង់មានចាប់គឺមានដូចគ្នាមកកាផ្លេបងប្អូនបាទហើយខ្ញុំក៏បានលើកឡើងដែរថាប្រសិនបើអ្នកទាំងពីរមាននរណាម្នាក់ដែលធ្លាក់កម្លាំងជាងបាទអាចនឹងពិបាកដោយសារដៃគូហើយបាទជាក់ស្ដែងយប់មិញគឺខ្ញុំយល់ថាដោយការប្រកួតដោយការលើកឡើងរបស់ខ្ញុំអញ្ចឹងបងប្អូនសម្រាប់ការមើលឃើញរបស់ខ្ញុំបាទអញ្ចឹងខ្ញុំឃើញថាចូលទឹកទី1អាមរិនភូថងគាត់ថាស្ទាបទងដែរតាមរយៈការចូលចាប់ម្ដងជា2ដងដែរបងប្អូនបាទប៉ុន្តែខ្ញុំគិតថាអាមរិនភូថងដូចជាហៅថាឆាប់អស់កម្លាំងជាងអ៊ីវ៉ុនប៊ូតុនកាលពីយប់មិញបាទអញ្ចឹងហើយបានជាអាមរិនភូថងគាត់ហៅថាប្រើប្រាស់ហៅថាភាពវៃឆ្លាតមកវិញបាទភាពវៃឆ្លាតគឺគាត់ដកថយពីការចាប់បាទគាត់មកវាយបែបប្រយោលបាទមានការតតទៅលើថាខ្លាំងអញ្ចឹងណាបងប្អូនបាទហើយក៏មានការដកថយមិនឲ្យអ៊ីវ៉ុនប៊ូតុនចូលវាយទៅលើខ្លួនបានដូចថាបើយើងបដូរគ្នាគឺពិបាកអញ្ចឹងមានន័យថាយើងប៉ះគេខ្លាំងចាល់ក្បាច់គ្នាអញ្ចឹងមានតែរកវិធីណាមួយដែលវាយកបន្ទុទេបាទអញ្ចឹងខ្ញុំសរុបមកវិញថាយប់មិញបាទបច្ចេកទេសដូចគ្នាសុទ្ធសាធអញ្ចឹងអាមរិនភូថងគឺមានការផ្លាស់ប្ដូរដោយគាត់បកមកវាយសន្សំបន្ទុវិញបាទគាត់វាយយកបន្ទុវិញបាទអញ្ចឹងហើយទើបធ្វើឲ្យការប្រកួតរបស់គាត់ហ្នឹងហាក់បីដូចជាមិនសូវជាល្អមើលទេបងប្អូនបាទគឺថាបងប្អូនខ្លះក៏គាត់បានលើកឡើងនៅតាមបណ្ដាញសង្គមក្នុងពេល live ថាអាមរិនភូថងដកថយពេកបាទមិនបដូរឬក៏វាយថាថយរហូតដល់មិនល្អមើលបាទអញ្ចឹងសម្រាប់ខ្ញុំយល់ថានេះជាភាពវៃឆ្លាតរបស់អាមរិនភូថងមួយដែរបើសិនបើគាត់ថាចូលចាប់ជាមួយនឹងអ៊ីវ៉ុនប៊ូតុនណាបងប្អូនបាទមិនប្រកាសឬក៏យើងមើលឃើញហើយបាទការចាប់ប្រមាណដងនៅដើមទឹកទី2ក៏ដូចជាចុងទឹកទី1គឺអាមរិនភូថងគាត់ឆាប់អស់កម្លាំងជាងអ៊ីវ៉ុនប៊ូតុនទេបាទកាលណាខ្ពស់ដូចគ្នាហើយតែចាប់ហើយងាកក្បាលឬក៏បង្វិលងាកចាក់សោងាកថារោវិធីមិនឲ្យដៃគូវាយមកលើខ្លួនបានន័យថាយើងចាញ់កម្លាំងដៃគូហើយបាទបើសិនជាយើងមានកម្លាំងប្រៀបជាងគឺយើងជាអ្នកកាច់ក្នុងការប្រើជង្គង់ឬក៏វាយអាវុធផ្សេងទៅលើដៃគូបាទអញ្ចឹងក្នុងពេលចាប់យើងឃើញថាអាមរិនភូថងជាអ្នកចាក់សោអ៊ីវ៉ុនប៊ូតុនជាអ្នកព្យាយាមចាញ់ស្នៀតបាទអញ្ចឹងបានន័យថាកម្លាំងរបស់អ៊ីវ៉ុនប៊ូតុនគឺល្អជាងអាមរិនភូថងបាទអញ្ចឹងខ្ញុំសូមរំលឹកក៏ដូចជាលើកឡើងម្ដងទៀតហើយថានេះគឺជាភាពវៃឆ្លាតរបស់អាមរិនភូថងដែរដោយគាត់មើលឃើញថាប្រសិនបើវាយបែបនេះមិនទទួលបានផលល្អអញ្ចឹងទៅបានជាគាត់មានការដកថយវាយសន្សំបន្ទុកវិញបាទជាហេតុដែលធ្វើឲ្យការប្រកួតមួយនេះមិនល្អមិនសូវជាថាបដូរគ្នាខ្លាំងណាបងប្អូន
ប៉ុន្តែបើយើងនិយាយឲ្យស្រួលភាសាសាមញ្ញបងប្អូនថាមិនល្អមើលប៉ុន្តែល្អស៊ីបាទសម្រាប់ខ្ញុំយល់ថាលទ្ធផលយុបមិញអេអមរិនពូថងទទួលបានខ្សែក្រវ៉ាត់2គ្រឿងគឺស័ក្តិសមបាទគ្រាន់តែថាការប្រកួតមិនបានបដូរគ្នាដោយអ្វីដែលយើងចង់បានបាទសូមអរគុណ